ហើយវាឡើងតុនសរសៃមីសួរហើយចាំយកមកឆាអញ្ចឹងយើងឆាសាច់ឆាអីរឿងឆ្អិនល្មមហ្នឹងយើងដាក់ជីកដោដាក់អីឆាឲ្យវាឆ្អិនអស់ទៅចាំមកយើងដាក់បន្លែជីកដោហ្នឹងយើងត្រូវការឲ្យឆ្អិននេះដែរឲ្យវាឆ្អិនស្រួលបួរដែរកុំឲ្យឆៅជាវាញ៉ាំទៅអាចជាពោះជាអីអញ្ចឹងណាហើយគ្រឿងផ្សំអត់មានអីច្រើនទេបងប្អូនគ្រាន់តែដាក់ស្ករអំបិលប៊ីចេងហើយនឹងមិនដាក់អំបិលទេដាក់តែម្សៅស៊ុបមាន់ឬក៏ម្សៅខ្នុរម្សៅរ៉ូឌីតាមបងប្អូនប្រើទៅប៊ីចេងបន្តិចស្ករបន្តិចទៅហើយទឹកត្រីបន្តិចមកហើយពេញខ្យងបន្តិចទៅមកបន្តិចមកណាហើយបើនេះបងប្អូនមានទឹកប៉េងប៉ោះដាក់ទឹកប៉េងប៉ោះបន្តិចដែរមកឬក៏ទឹកម្ទេសក៏បានដែរទឹកម្ទេសវាមានរសជាតិជូរតិចតិចណាអញ្ចឹងយើងដាក់ទឹកម្ទេសតិចទៅវាជួយឲ្យយើងចាប់ជាតិបានល្អឆ្ងាញ់អញ្ចឹងគ្រប់គ្រឿងហើយយើងចាប់ផ្ដើមច្របាច់វាហើយមិនដាក់ទឹកទេបងប្អូនអាណូយើងដាក់មកយើងចេញទឹកពីអាណូមកហើយអាជាតិទឹកអាណូនេះគឺផ្អែមឆ្ងាញ់ដល់ពេលយើងដាក់មីសួរទៅវារីកល្មមវាអត់ឡើងរីកពេកស្អិតពេកអញ្ចឹងហើយយើងឆានងយើងឲ្យយើងចេញទឹកតិចទៅឲ្យវាឆ្អិនល្អតិចចាំយើងដាក់មីសួរហ្នឹងហើយតែពេលប៉ុណ្ណឹងយើងដាក់មីសួរបានហើយមីសួរយើងត្រាំទឹកឲ្យយើងរីកល្អដែរមកល្មមអញ្ចឹងណាសរសៃប៉ុណ្ណឹងគឺល្មមមកហើយយើងចាប់ដើមជូរលាស់វាទៅឲ្យយើងសពគ្រឿងសពអីជាមួយមីសួរហ្នឹងទៅរសជាតិមកអេមបងប្អូនអ្នកធ្លាប់ញ៉ាំគឺឃើញហើយចង់ធ្វើញ៉ាំដែរហើយយើងញ៉ាំលេងញ៉ាំអីក៏បានញ៉ាំជាមួយបាយក៏បានអីក៏បានជាទៅអេមបើបងប្អូនធុញស្ងោរអាឡូងធុញអីយើងយកមកឆាបែបហ្នឹងញ៉ាំឆ្ងាញ់ជាទៅក្រៅផ្ទះហ្នឹងអាឡូងមកគុំញ៉ាំមិនចង់អស់មានថ្ងៃណាទៅក៏ស្ងោរត្រីថ្ងៃណាទៅក៏ស្ងោរសាច់ជ្រូកថ្ងៃណាក៏យកមកឆាពងទាឥឡូវយកមកឆាជាមួយមីសួរម្ដងឃើញសភាពមើលទៅលឹងកណោហ្មងអ្នកធ្លាប់ញ៉ាំអ្នកចេះញ៉ាំឃើញហើយគឺថាចង់ធ្វើញ៉ាំអីនិយាយទៅខ្ញុំពីខមមិនមែនទេចំពោះមុខម្ហូបមួយមុខនេះឆ្ងាញ់ហើយញ៉ាំហើយជំនួយដែរព្រោះវាមានជាតិបន្លែជាតិសាច់ជាតិអីនៅនឹងស្រាញ់យើងអាចញ៉ាំទៅតិចក្នុងបន្លែណូហ្នឹងណាអែមតែម្ដងហើយមើលរូបរាងគេឡើងតំណងកូនខ្ញុំចូលចិត្តទាំងអស់